របស់ប៉ាត់វាធ្វើឲ្យគេលឺដោយខ្លួនឯងទី4នៅពេលដែលធុញនេះហើយជាចំណុចសំខាន់មានអ្នកឃើញគ្មានអ្នកសរសើរតែវាជាកន្លែងដែលបំបែករវាងអ្នកធ្វើប៉ាត់និងអ្នកនិយាយតែប៉ុណ្ណោះទី5ឧបសគ្គមិនមែនជាសត្រូវវាគឺជាការប្រឡងជ្រើសរើសមនុស្សបើវាងាយគ្រប់គ្នាក៏ធ្វើបានហើយអ្នកនឿយហត់ស្មើនឹងអ្នកកំពុងលូតលាស់ទី6បញ្ហាចាស់មិនបាត់ដោយយកសុភមង្គលថ្មីមកបិទពីលើបើមិនដោះស្រាយពីឫសគល់អ្នកនឹងត្រឡប់មកឈឺរឿងដដែលម្ដងហើយម្ដងទៀតទី7ការរៀបចំមិនមែនជាការធ្វើគិតច្រើនអានច្រើនរៀបគម្រោងឲ្យបានត្រឹមត្រូវតែមិនធ្វើស្មើនឹងមិនបានអ្វីទាំងអស់ទី8ធ្វើអ្វីត្រូវធ្វើឲ្យដល់ចាប់ចុងចាប់ដើមកុំធ្វើខ្លះព្រោះវាមិននាំឲ្យអ្នករីកចម្រើនទៅណាទេទី9វិន័យស្មើនឹងសេរីភាពពិតគ្មានវិន័យអារម្មណ៍នឹងគ្រប់គ្រងជីវិតអ្នកតែប្រសិនបើអ្នកមានវិន័យអ្នកនឹងគ្រប់គ្រងជីវិតខ្លួនឯងទី10ចាប់ផ្ដើមថ្ងៃនេះមិនមែនថ្ងៃក្រោយកុំរងចាំឲ្យរួចរាល់ចាប់ផ្ដើមឥឡូវនេះហើយរៀនក្លាយជាមនុស្សល្អជាងមុននៅតាមផ្លូវរបស់អ្នកមិនមែនអ្នកឆ្លាតជាងគេដែលជាអ្នកឈ្នះនោះទេតែជាអ្នកដែលមានវិន័យ